次过来看看你。នេះគឺជាថ្នាំពន្យាជីវិតរបស់រាជវង្សខាងត្បូងលេបមួយគ្រាប់សិនទៅហើយនេះជាថ្នាំធ្វើជាស្លាប់这是假死药。តាមឡើយថ្នាំនេះទុកឲ្យខ្ញុំលេបទេខ្ញុំពិតជាមិនត្រូវការវាទេឲ្យលោកចំណេញហើយចុះឈូអ៊ឺគេនៅសុខសប្បាយទេគេសុខសប្បាយណាស់គ្រាន់តែឥឡូវនេះគេនៅក្នុងទីងឹតដើម្បីលាតត្រដាងមុខមាត់ពិតរបស់ស្ដេចឈូនិងរៀបចំសណ្ដាប់ធ្នាប់រាជវាំងឡើងវិញដើម្បីបង្ការក្រែងលោកបុត្ររបស់លោកបង្កប់បញ្ហាដូច្នេះព្រះករុណាសាកល្បងធ្វើជាសោយទីវង្គតសិនទៅព្រះវរបតាជំងឺរ៉ាំរ៉ៃរបស់ទ្រង់បានធ្វើឲ្យទ្រង់ទន់ខ្សោយយូរពេកហើយរាជបល្ល័ង្កនេះកូនពិតជាមិនអាចរងចាំបានទៀតទេរាជសារទេរាជសម្បត្តិថ្ងៃនេះទ្រង់សរសេរឬមិនសរសេរអាបុត្រមិនដឹងគុណមិនសរសេរក៏មិនអីដែរទ្រង់នឹងព្រះរាជាយាទសុទ្ធតែសោយទីវង្គតទឹកដីនេះគឺជារបស់ខ្ញុំសាងសៀនឈីនេះហើយអាល្បែងចាស់ទៅឲ្យបានសុខចុះ安心去吧ហៅគ្រូពេទ្យខ្លួនព្រះករុណា陛下脉搏尽ជីប失ចូលលែងដើរហើយព្រះករុណាសោយទីវង្គតហើយព្រះរាជាយាទសោយទីវង្គតហើយព្រះករុណាក៏សោយទីវង្គតដោយសារព្រះរូបដែរកងទ័ពការពាររាជវាំងស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងគ្រួសារលីរបស់យើងនិងគ្រួសារឈិនបានប្រយុទ្ធគ្នាជាច្រើនឆ្នាំឥឡូវនេះគ្រួសារឈិនបានបាត់បង់ព្រះរាជាយាទខ្លាចជាខ្លាគ្មានធ្មេញទៅហើយកងទ័ពព្រំដែនទាំង3ទឹកឆ្ងាយមិនអាចជួយពន្លត់ភ្លើងចិត្តបានទេឈីអើយទឹកដីនេះចុងក្រោយនៅតែជារបស់គ្រួសារលីយើងដែរ这天下终于是我们李家的ព្រះមេដាដល់ពេលរៀបចំពិធីឡើងគ្រងរាជសម្រាប់កូនហើយ为朕准备登基大典新皇登基百官朝怎么了发生何事了这是什么烟雾啊这可怎么办呀对这是什么呀哪来的烟这是素啊សាងសៀនឈីឯងសងជីវិតឲ្យយើងវិញ你还本宫命来你害得本宫好惨啊李子អាបុត្រមិនដឹងគុណបង្ខំយើងទេរាជមិនបានសម្រេចហ៊ានសម្លាប់ឪពុកបង្កើតខ្លួនឯងដណ្ដើមរាជបល្ល័ង្កបំពេញច្បាប់ស៊ូដល់ពេលទទួលទោសហើយឯងមើលឃើញយើងទេនៅខាងក្រោមនោះត្រជាក់ណាស់ចុះមកនៅកំដរយើងមកទេមិនអាចទៅរួចទេយើងច្បាស់ជាបានសម្លាប់ឯងរួចហើយតើលើកនេះមន្ត្រីទាំងអស់គ្នាបានឃើញច្បាស់ហើយមែនទេនេះហើយជាស្ដេចថ្មីរបស់ពួកអ្នកជនក្បត់ជាតិដែលសម្លាប់ឪពុកនិងបងប្រុសខ្លួនឯងដើម្បីដណ្ដើមអំណាចជនក្បត់ជាតិបង្កភាពវឹកវរក្នុងរាជវាំងសម្រាប់ឪពុកនិងបងប្រុសទោះត្រូវប្រហារជីវិតកងទ័ពការពាររាជវាំងចាប់ខ្លួនពួកវាទៅ商玄彻沈安若